Cả cồn cợt mai chư bật mèn tại mai ai tróm bàn Pruh ca chư chạpរបស់ម៉ែនាពេលនោះមានរយៈពេលខ្លីពេលកូនចាក់ចេញផ្ទៃរួចផុតទុក្ខផុតភ័យម៉ែក៏លែងឈឺចាប់ហើយម៉ែសប្បាយចិត្តនៅពេលដែលម៉ែបានឮសំឡេងនិងបានឃើញមុខកូនតែក្នុងគ្រានេះម៉ែឈឺចាប់ជាងពេលណាទាំងអស់ឈឺជាងពេលដែលកូនកើតចេញចាក់ផ្ទៃរាប់ម៉ឺនដងគឺឈឺក្នុងបេះដូងឈឺរហូតស្ទើរតែទ្រាំលែងបានបេះដូងម៉ែខ្ទេចខ្ទាំក្រំអស់ហើយដោយសារស្នាដៃកូនម៉ែប្រឹងចិញ្ចឹមកូនឲ្យធំដឹងក្តីប្រឹងធ្វើការទាំងយប់ទាំងថ្ងៃរកលុយឲ្យកូនរៀនប្រឹងទូនមានរៀនបដៅកូនព្រឹកល្ងាចតែការប្រឹងប្រែងរបស់ម៉ែបែរជាអាសាបង់ព្រោះអ្វីដែលកូនតបស្នងមកម៉ែវិញគឺមានតែភាពឈឺចាប់ហួសពរនាស្ទើរតែគ្មានជីវិតរស់លើផែនភស្តុភារនេះនឹងគេតើពេលណាទៅដែលកូនចេះគិតពេលណាទៅទើបកូនឲ្យតម្លៃដល់ការតស៊ូរបស់ម៉ែកូនមិនអាណិតដល់បេះដូងរបស់ម៉ែដែលក្រំគ្រាព្រោះតែកូនទេរាវអីក្នុងលោកនេះកូនគិតមើលទៅថាតើមានមនុស្សប៉ុន្មានអ្នកដែលល្អនឹងកូនដូចជាម៉ែគឺដូចជាគ្មានទេនៅលើផែនដីនេះគឺមានតែម៉ែទេដែលទ្រាំជាមួយនឹងទង្វើរបស់កូនបានបើទោះបីជាកូនធ្វើបាបចិត្តឲ្យឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយក៏ម៉ែនៅតែអាចទ្រាំបានដែរគឺម៉ែទ្រាំព្រោះតែម៉ែស្រឡាញ់កូនទ្រាំដើម្បីជីវិតកូនទ្រាំដើម្បីបានរស់នៅក្បែរកូនការឈឺចាប់ផ្លូវចិត្តរបស់ម៉ែគឺវាឈឺចាប់ខ្លាំងណាស់ឈឺរកអ្វីប្រៀបផ្ទឹមពុំបានឡើយកូនអើយអាសូរបេះដូងរបស់ម៉ែផងកូនដឹងទេថាម៉ែស្ទើរតែទ្រាំតទៅមុខទៀតលែងបានហើយងាកក្រោយមើលមុខម៉ែផងបើកូនមិនអាណិតខ្លួនឯងទេចូលកូនអាណិតម៉ែផងណាកូនព្រោះជីវិតកូនគឺជាជីវិតរបស់ម៉ែបើកូនមានបញ្ហាអ្វីម៉ែក៏មានបញ្ហានោះដូចគ្នាគឺម៉ែគិតពីកូនគ្រប់ពេលវេលាកូនឈឺម៉ែក៏ឈឺកូនរងទុក្ខម៉ែក៏រងទុក្ខកូនលំបាកម៉ែក៏លំបាកជីវិតម៉ែមានក្តីសុខទុក្ខព្រោះរូបកូនគ្មានពេលវេលាណាស្អាតស្រានឡើយទោះបីជាក្នុងពេលវេលាដែលកូនកំពុងតែសប្បាយរីករាយជប់លៀងស៊ីផឹកជាមួយមិត្តភក្តិក៏ម៉ែនៅតែក្រំចិត្តដដែលព្រោះម៉ែបារម្ភពីកូនហេតុអ្វីបានជាជីវិតម៉ែគ្មានក្តីសុខម្ដងណាអញ្ចឹងទោះបីដេកលក់ក៏មិនស្កប់ស្កល់នៅតែគិតពីកូនប
បើកភ្នែកឡើងកាលណាក៏នៅតែគិតពីកូនពាក្យថាកូនគឺដកជាប់ក្នុងក្រអៅបេះដូងម៉ែជានិច្ចគ្មានថ្ងៃណាដែលម៉ែអាចភ្លេចកូនឡើយហើយទោះបីជាកូនធ្វើឲ្យគ្រោមចិត្តក៏ម៉ែនៅតែមានក្តីភាពចំពោះកូនដដែលម៉ែល្អចំពោះកូនប៉ុណ្ណឹងហើយតែកូននៅតែមិនអនុគ្រោះដល់ដួងចិត្តរបស់ម៉ែសោះឡើយកូននៅតែតាមប្រមាញ់បាញ់ប្រហារបេះដូងរបស់ម៉ែដោយកិរិយាមាយាទនិងទង្វើមិនគប្បីផ្សេងធ្វើឲ្យបេះដូងរបស់ម៉ែក្រំគ្រាម្ដងហើយម្ដងទៀតសឹងតែមិនស្គាល់ជាតិសេចក្តីសុខផ្លូវចិត្តសោះនៅក្នុងជីវិតរបស់ម៉ែកូនអើយមេត្តាថែរក្សាសុខភាពផ្លូវចិត្តរបស់ម៉ែផងកុំឲ្យផ្លូវចិត្តរបស់ម៉ែក្រំគ្រាក្រៀមស្វិតជាមាសអីសន្តោសប្រណីបន្តជីពចរជីវិតអ្នកម្ដាយថ្លៃឲ្យរស់នៅបានឃើញវង្សភៈរបស់បុត្រចរណៃតទៅទៀតផងណាកូនធម្មជាតិនាលោកីតែមានយប់មានថ្ងៃមានវស្សាមានប្រាំងមានភ្លៀងមានរាំងថ្ងៃរះហើយតែងលិចតែសម្រាប់ធម្មជាតិចិត្តរបស់ម៉ែគ្មានទេភាពភ្លឺស្វាងមានតែភាពងងឹតសូន្យព្រោះកូនធ្វើឲ្យម៉ែមានក្តីទុក្ខសោករោគសុខគ្មានសោះឡើយតែម៉ែសុខចិត្តក្រំគ្រាក្នុងចិត្តក៏ម៉ែមិនគិតបោះបង់កូនចោលដែរចង្វាក់បេះដូងគ្រប់គ្រងមិនជាប់បេះដូងលោតញាប់រកប្រាប់មិនត្រូវខ្ទេចខ្ទាំអស់ក្រំអស់របួសផ្សាក្តៅคล้ายជាដំបៅព្រោះត្រូវញោមអកុសលអ្នកម្ដាយคล้ายជាទុក្ខារួញកម្មប្រហារចិន្តាព្រះស្រាំបោកប្រាស់បេះដូងរងទុក្ខខ្ទេចខ្ទាំបេះដូងម៉ែជាប់ព្រោះដៃកូនច្របាច់ខ្ទេចខ្ទីញោមញីស្ទើខ្សោះបេះដូងរងគ្រោះព្រោះបុតមេស្ងួនមានអាណិតម៉ែដែលទេនឹកនួនទុកម្ដាយទួនខ្ទួនខ្លួនកោជរីទោះបេះដូងក្រំម៉ែអាចទ្រាំបានទ្រាំនៅចិត្តប្រានកល្យានពុំនីបានឃើញភក្ត្រកូនស្ងួនជួបជុំគ្នាទោះជាក្រំគ្រាក៏ម៉ែមិនគិតសំខាន់រូបកូនបុត្រស្ងួនចរណៃស្ថិតក្នុងហារតីម្ដាយថ្លៃស្នេហ៍ស្និទ្ធស្នេហ៍បុត្រពិសីគ្មានអ្វីប្រែចិត្តម៉ែតែងអាណិតគិតកូនគ្រប់គ្រាល្អប៉ុណ្ណឹងហើយប្រានត្រយមិនយល់កូនមិនខ្វាយខ្វល់ដល់ម្ដាយជរាធ្វើបាបចិត្តគាត់គ្រប់ពេលវេលារួមទុក្ខវេទនាក្រំគ្រាក្រៃណាស់កូនអើយល្មមហើយល្មមអាសូរចិត្តកូនល្មមអាណិតនឹកឲ្យគិតច្បាស់បញ្ឈប់ទង្វើធ្លាប់ធ្វើផ្ដេសផ្ដាស់
អាសូរចិត្តព្រះក្នុងផ្ទះផងកូនបេះដូងម៉ែក្រំព្រោះទ្រាំមិនបាននឹងទង្វើរបស់កូនគិតម៉ែត្រឹមតែជាតុក្កតាសម្រាប់កំដរការលេងសប្បាយរបស់កូនពេលកូនភុញកូនក៏ឈប់ត្រូវការម៉ែតែពេលដែលកូនមានសេចក្តីទុក្ខលំបាកកូនក៏រត់មករកម៉ែឲ្យជួយកូនចាត់ទុកបេះដូងម៉ែគ្រាន់តែជាការតាំងស៊ីបសម្រាប់កូនបាញ់លេងនៅពេលដែលកូនអបសុខប៉ុណ្ណោះកូនវាយប្រហារបេះដូងម៉ែឲ្យខ្ទេចខ្ទាំក្រំគ្រាដោយទង្វើនិងពាក្យសម្ដីកូនមើលរំលងសេចក្តីល្អរបស់ម៉ែបែរជាទៅឃើញអ្នកដទៃល្អជាងម៉ែទៅវិញពិភពលោកនេះធំធេងក្រៃលែងណាស់តែបែរជាតូចចង្អៀតសម្រាប់ម៉ែទៅវិញពេលវេលានៃការឈឺចាប់និងពេលវេលាទឹកភ្នែកក៏ចាប់ផ្ដើមជ្រែកហូរមកក្នុងជីវិតម៉ែម្ដងហើយម្ដងទៀតភាពរីករាយដែលម៉ែធ្លាប់មានឥឡូវត្រូវរសាត់បាត់ឆ្ងាយភាពសោកសៅក៏ចូលមកជំនួសវិញហើយទុក្ខសោកទាំងនោះបានคล้ายជាខ្សែជីវិតវិញត្របាញ់ក្នុងចិត្តម៉ែធ្វើឲ្យជំពាក់ពាក់ព័ន្ធរកមុខស្រាយមិនឃើញឡើយពេលនេះម៉ែអស់មធ្យោបាយណែនាំកូនអស់ហើយទាល់គំនិតគិតអ្វីមិនចេញមានតែទុកតោមនិញពេញក្នុងបេះដូងឈឺចាប់ខ្លាំងពេកស្ទើរតែបែកដើមទ្រូងទៅហើយឈឺកាយខាងក្រៅម៉ែអាចទ្រាំបានតែឈឺចិត្តខាងក្នុងនេះម៉ែពិតពិបាកទ្រាំណាស់បញ្ហាកូនមួយមិនទាន់ដោះស្រាយចេញផងបញ្ហាកូនមួយទៀតក៏ចូលមកដល់ប៉ុន្តែមកកង្វល់ឲ្យម៉ែកាន់តែច្រើនឡើងថែមទៀតតើឲ្យម្ដាយដោះស្រាយបែបណាទៅបញ្ហាច្រើនយ៉ាងនេះបេះដូងម៉ែស្ទះហើយកូនគិតមុខក៏ទល់គិតក្រោយក៏ទល់ខ្វល់ខ្វាយព្រោះតែកូនគេថាមហាសមុទ្រធំធេងវែងអន្លាយឆ្ងាយដាច់ទន្ទុយភ្នែកមិនអាចបោះស្ទង់បានឡើយតែទំហំនៃចិត្តសេចក្តីទុក្ខរបស់ម៉ែដែលកូនផ្ដល់ឲ្យពេលខ្លះធំធេងជាងមហាសមុទ្រទៅទៀតព្រោះភាពឈឺផ្សាក្នុងបេះដូងម៉ែคล้ายជាជំងឺដែលគ្មានថ្នាំព្យាបាលឡើយហើយបើកូននៅតែធ្វើបាបម៉ែតទៅទៀតតើកូនដឹងទេថាជីវិតម៉ែនឹងคล้ายទៅជាយ៉ាងណារោគផ្លូវកាយងាយស្រួលព្យាបាលទេតែចំពោះរោគក្រៀមគ្រាក្នុងចិត្តព្រោះត្បិតរូបកូនគឺពិបាកព្យាបាលណាស់ឲ្យឱកាសម៉ែ
មានក្តីសុខផ្លូវចិត្តម្ដងណាផងឈប់បង្កើតជំងឺចិត្តឲ្យម៉ែក្រំគ្រាទៀតទៅក្នុងបេះដូងកូនមានពុកម៉ែដែរឬទេក្នុងបេះដូងពុកម៉ែទុកពេញទៅដោយរូបកូនកូនគឺជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាននៅក្នុងដួងចិត្តរបស់ម៉ែជីវិតពុកម៉ែគឺពិតជាមិនអាចខ្វះកូនបានឡើយព្រោះពុកម៉ែចាត់ទុកកូនជាកែវភ្នែកកែវចរណៃដែលមានរស្មីចាំងចែងបំភ្លឺជីវិតពុកម៉ែឲ្យកាន់តែមានន័យឡើងថែមទៀតពុកម៉ែធ្វើអ្វីៗគឺគិតពីកូនគ្រប់ពេលវេលាគិតកូនជាងអ្វីជាងគិតខ្លួនឯងបារម្ភពីកូនជាងបារម្ភខ្លួនឯងស្ដែងចេញឲ្យឃើញថាពេលមានបញ្ហាអ្វីនៅក្នុងជីវិតជំហានដំបូងនៃការគិតរបស់ពុកម៉ែគឺពុកម៉ែគិតពីកូនមុនទើបគិតខ្លួនឯងជាខាងក្រោយព្រោះបើកូនមានបញ្ហាអ្វីអ្នកដែលពិបាកចិត្តជាងគេគឺពុកម៉ែនេះហើយគ្មានអ្នកណាម្នាក់ឡើយដែលគិតពីកូនបារម្ភពីកូនឈឺឆ្អាលនឹងកូនក្រៅពីពុកម៉ែនោះពុកម៉ែផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យកូនធ្វើល្អជាមួយកូនច្រើនជាងអ្នកណាទាំងអស់តែកូនបែរជាមើលមិនឃើញអ្នកដទៃដែលគេធ្វើល្អដាក់កូនតែបន្តិចសំខាន់ជាងពុកម៉ែខ្លួនឯងទៅវិញត្រង់ដែលពុកម៉ែចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំស្រឡាញ់កូនស្ទើរអ្វីៗទាំងអស់មានចិត្តស្មោះជាមួយនឹងកូនជានិច្ចហើយហ៊ានលះបង់ជីវិតខ្លួនឯងដើម្បីកូនទៀតផងតែកូនបែរជាមើលមិនឃើញពីការលះបង់របស់ពុកម៉ែហើយណាទៅភាពយុត្តិធម៌សម្រាប់ពុកម៉ែដែលខំស្រឡាញ់កូនអស់ពីចិត្តនឹកគិតកូនគ្រប់ពេលវេលាមិនថាពេលវេលាឈឺពេលវេលាជាកូនគឺនៅក្នុងបេះដូងពុកម៉ែគ្រប់គ្រាទាំងអស់តែទីបំផុតកូនបែរជាមើលមិនឃើញសន្តានចិត្តរបស់ពុកម៉ែពុកម៉ែចង់ប្រាប់ថាក្នុងបេះដូងពុកម៉ែគឺមានរូបកូនជានិច្ចចុះក្នុងបេះដូងកូនវិញធ្លាប់មានរូបពុកម៉ែដែរឬទេឬក៏ក្នុងបេះដូងកូនផ្ទុកអ្នកដទៃក្រៅអំពីពុកម៉ែហើយកូនសាកងាកក្រោយបែរមុខមករកព្រះនៅក្នុងផ្ទះហើយពិចារណាមើលថាចិត្តព្រះនៅក្នុងផ្ទះនិងចិត្តអ្នកដទៃដែលកូនឲ្យតម្លៃតើអ្នកណាស្មោះជាងមួយនឹងកូនជាងពេលនោះកូននឹងបានដឹងថាអ្នកដែលស្មោះជាមួយនឹងកូនគឺមានតែពុកម៉ែប៉ុណ្ណោះព្រោះពុកម៉ែហ៊ានទទួលយកនៅទង្វើរបស់កូនគ្រប់បែបយ៉ាងទាំងអស់មិនថាទង្វើវិជ្ជមាននិងទង្វើអវិជ្ជមានឡើយទោះកូនអាក្រក់ល្អសខ្មៅត្រូវខុសយ៉ាងណាក៏ពុកម៉ែទទួលយកបានដែរ
តែចំពោះអ្នកដទៃគេអាចទទួលយកបានចំពោះតែភាពវិជ្ជមានរបស់កូនតែប៉ុណ្ណោះត្រង់ចំណុចមិនល្អភាពអវិជ្ជមានទង្វើអាក្រក់ខុសឆ្គងរបស់កូនផ្សេងគេមិនអាចទទួលយកបានដូចជាពុកម៉ែឡើយហើយគេប្រកាសជាបោះបង់ចោលកូនមិនខានឡើយតែចំពោះពុកម៉ែទោះបីជាកូនជាមនុស្សយ៉ាងណាក៏ដោយកកូននៅតែជាកូនរបស់ពុកម៉ែនៅតែស្រឡាញ់កូនហើយនឹងលើកលែងឲ្យកូននៅទង្វើមិនល្អដែលកូនមានកន្លងមកជានិច្ចមិនដែលយកទោសអូសដំណើរកូនឡើយនេះហើយគឺបេះដូងរបស់ម៉ែដែលស្មោះស្ម័គ្រចំពោះកូនបើកបេះដូងទទួលយកសេចក្តីល្អរបស់ពុកម៉ែផងណាកូនកុំឃើញអ្នកដទៃល្អជាងឪពុកម្ដាយខ្លួនឯងឲ្យសោះពេលមានអ្នកណាម្នាក់គេធ្វើល្អជាមួយកូនឬគេជួយកូនក្នុងកិច្ចការងារអ្វីមួយកូនតែងអរគុណគេញាប់មាត់អរគុណម្ដងហើយម្ដងទៀតតែចំពោះពុកម៉ែដែលធ្វើល្អចំពោះកូននឹងជួយគ្រប់រឿងរ៉ាវទាំងអស់ក្នុងជីវិតរបស់កូនតែមិនដែលឃើញកូនហាមាត់អរគុណគាត់ម្ដងសោះសូម្បីតែម្ដងហើយពេលដែលកូនធ្វើអ្វីខុសឆ្គងតែបន្តិចចំពោះអ្នកដទៃកូនលើកដៃសំពះសុំខមាទោសគេសូមឲ្យគេលើកលែងទោសឲ្យកូនតែត្រង់ដែលកូនធ្វើខុសធ្ងន់ចំពោះអ្នកមានគុណមិនដែលឃើញកូនលើកដៃសំពះសុំទោសគាត់ឡើយនេះហើយឬអ្វីដែលពុកម៉ែទទួលបានពីកូន10-20 ឆ្នាំកន្លងមកដែលកូនរស់នៅជាមួយពុកម៉ែតើកូនបានទទួលអ្វីខ្លះពីពុកម៉ែគ្រប់ពុកម៉ែប្រគល់ឲ្យកូនច្រើនណាស់ទាំងការស្រឡាញ់ការថ្នាក់ថ្នមចិញ្ចឹមបីបាច់ថែរក្សាការពារឧបត្ថម្ភទំនុកចិត្តទំនុកបំរុងកូនគ្រប់បែបយ៉ាងមិនឲ្យខ្វះពិសេសគឺពាក្យទូនមានព្រានប្រដៅដែលជាមរតកដ៏មានតម្លៃពិសិដ្ឋស្ថិតក្នុងចិត្តរបស់កូនគ្រប់គ្នាតែក៏នៅមានកូនខ្លះចេះតែស្រែកថាពុកម៉ែមិនដែលប្រគល់អ្វីឲ្យកូនមិនដែលប្រគល់អ្វីឲ្យខ្លួនសោះចោះជីវិតកូនរស់ដល់សពថ្ងៃអ្នកណាជាអ្នកឲ្យអ្នកណាជាអ្នកប្រគល់ឲ្យមិនមែនពុកម៉ែដែរឬទេតើកូននោះត្រូវការចង់បានអ្វីពីពុកម៉ែទៀតបើអ្វីគ្រប់យ៉ាងពុកម៉ែប្រគល់ឲ្យកូនអស់ហើយគ្មានសេះសល់សម្រាប់ខ្លួនឯងឡើយដោយហោចទៅសូម្បីតែជីវិតរបស់ពុកម៉ែក៏ពុកម៉ែប្រគល់ឲ្យកូនដែរតែកូននៅត្រូវការអ្វីពីពុកម៉ែទៀតចំពោះកូនពុកម៉ែមានតែពាក្យថាឲ្យគ្រប់យ៉ាង
មិនដែលទាមទារអ្វីក្រៅពីកូនឡើយតែកូនវិញឲ្យតែចង់បានអ្វីបើពុកម៉ែមានលទ្ធភាពរកឲ្យកូនបានពុកម៉ែនឹងរកឲ្យកូនទាំងអស់ព្រោះកូនគឺជាបេះដូងរបស់ពុកម៉ែក្នុងបេះដូងពុកម៉ែគឺមានរូបកូនគ្រប់ពេលវេលាសូមកូនដឹងផងចុះបេះដូងពុកម៉ែប្រែឥតព្រួលប្រែឡើយស្នេហ៍បុត្រត្រានត្រើយគ្មានឡើយពេលឈប់យកចិត្តទុកដាក់ថ្នាក់ថ្នមថ្ងៃយប់វត្ថុសពគ្រប់គប់ចិត្តបុត្រថ្លៃប្រាថ្នាឲ្យកូនស្ងួនរស់បានសុខទោះម្ដាយឪពុករងទុក្ខមិនដាច់ក្ដីរក្សាការពារថែកូនប្រុសស្រីតស៊ូដើម្បីចរណៃគ្រប់គ្នាប្រឹងប្រែងយប់ថ្ងៃស្ទើរខ្សែជីវិតពុកម៉ែតែងគិតកូនគ្រប់វេលាគិតឥតឈប់ឈរគិតគ្មានលុះក្រេទោះខ្លួនជរានៅតែគិតកូនពេលកូនមានទុក្ខពុកម៉ែព្រួយចិត្តភ័យបារម្ភពិតអាណិតបុត្រស្ងួនបញ្ហាច្រើនណាស់កើតឡើងផ្ទួនតែដើម្បីកូនយកខ្លួនការពារចោះកូនវិញគិតយ៉ាងមិនដែរគិតដូចពុកម៉ែដែរទេពុំងាពុកម៉ែស្នេហ៍កូនដល់ខ្លួនជរាតែកូនគ្រប់គ្នាបែរមើលរំលងក្នុងបេះដូងកូនមានពុកម៉ែទេឬកូនមានគេរួចហើយនួនល្អពុកម៉ែធ្វើល្អស្មោះសរកន្លងកូនមើលរំលងឃើញគេល្អជា